អឡូស្រីជាទីគោរពនៅពេលនេះគឺបានជួបជាមួយនឹងបាទបងអូនស្រីអាឡែនបាទតែយើងបានជួបជាមួយបងអូននៅក្នុងសប្តាហ៍កន្លងទៅនៅតាមស្ថានីយ៍ទូរទស្សន៍មួយចំនួននៅពេលនេះបងអូនស្រីក៏បានមកដល់ស្ថានីយ៍ទូរទស្សន៍របស់យើងហើយសូមជម្រាបសួរបាទបងអូនស្រីសួរបាទនិយាយថា say hello បានទេ Hello Hello បាទបងអូនស្រីអាឡែនគឺថាកន្លងមកមានការរបីខ្លាំងណាស់ទៅតាមបណ្ដាញស្ថានីយ៍ទូរទស្សន៍មួយចំនួនផ្នែកវិស័យសិល្បៈអញ្ចឹងអាចតើដំបូងតើបងអូនស្រីមានអ្វីដើម្បីជម្រាបសួរទៅដល់បងប្អូនទស្សនិកជនទេបងអូនស្រីបាទចាសូមជម្រាបសួរទស្សនិកជនទាំងអស់ដែលកំពុងទស្សនាក្នុងកម្មវិធីនេះបាទហើយឃើញថាមួយរយៈមានការមកមានញឹកទេអាឡែនចាមានការមកមានញឹកច្រើនเนาะឃើញថាបណ្ដាទូរទស្សន៍មួយចំនួនក៏អញ្ជើញឡើងក្នុងកម្មវិធីហើយក៏មានការថត sport អីទេអាឡែនមួយរយៈនេះបាទខ្ញុំឡើងកម្មវិធីច្រើនឡើងកម្មវិធីច្រើនណាបាទដោយសារតែបងអូនស្រីគឺគាត់ពិបាកក្នុងការនិយាយជាភាសាខ្មែរបន្តិចណាពិបាកទេអត់អីទេនិយាយភាសាខ្មែរនិយាយបានធម្មតាអរគុណអញ្ចឹងនឹងឃើញថាក្នុងសំណួរមួយចំនួនដែលខ្ញុំនឹងត្រៀមសួរដល់បងអូនស្រីអេឡែនឃើញថាក្នុងក្រៅពីអាជីពជាចម្រៀងតើបងអូនស្រីអេឡែនមានជំនាញអ្វីផ្សេងទៀតទេឃើញกับអាជីពដែលជាវិស័យសិល្បៈមានអ្វីខ្លះអាចប្រាប់ទស្សនិកជនយើងបានទេអេឡែនបាទខ្ញុំអាចលេង piano បានលេង piano បានមានអ្វីទៀតរាំបានទៀតចូលច្រៀងព្រោះហ៎ព្រោះច្រៀងព្រោះបាទឃើញថាមានការគ្រប់គ្រងពីទស្សនិកជនច្រើនដែរហើយសំណួរដែលខ្ញុំចង់សួរទៅដល់អាឡែននោះគឺយើងពាក់ព័ន្ធទៅនឹងកម្មវិធីនៅថ្ងៃទី24ទៅនេះគឺថាមានតារាមកពីប្រទេសសិង្ហបុរីដែលមានចូលរួមដែលមានការចូលរួមពីអ្នកនាងបូបូនិងលោកអេវិនអឹងនៅថ្ងៃនោះតើអាឡែនបានត្រៀមខ្លួនហើយឬនៅដើម្បីចូលរួមនៅក្នុងកម្មវិធីនោះព្រោះថាមានវត្តមានអាឡែនដែរណាចាគឺខ្ញុំបានត្រៀមខ្លួនហើយត្រៀមអ្វីខ្លះដើម្បីបង្ហាញនៅថ្ងៃនោះអាឡែនចាគឺខ្ញុំនឹងឡើងច្រៀងសូមឈ្មោះខ្ញុំការប៉ັດគេហៅខុសការប៉ັດគឺឈ្មោះខ្ញុំ Adam Allen អញ្ចឹងបើសិនជានៅអាមេរិកគេហៅ Adam បើសិនជា Allen វិញតកូលអញ្ចឹងត្រូវហៅ Autumn វិញAutumn វិញเนาะបាទអរគុណណាស់ព្រោះថាបញ្ជាក់ឈ្មោះហ្មងឃើញថាតាមទស្សនិកជនមួយចំនួនក៏តែងតែហៅថា Allen អញ្ចឹង Autumn វិញเนาะអរគុណចំពោះ Autumn ទាំងថានៅក្នុងឱកាសនេះឃើញថាក្នុងព្រឹត្តិការណ៍ដ៏សប្បាយរីករាយនេះតើចំពោះ Autumn ផ្ទាល់វិញតើមានអារម្មណ៍គិតថាក្នុងកម្មវិធីដ៏អស្ចារ្យនិងសប្បាយរីករាយនេះយ៉ាងម៉េចដែរគឺថាការប្រព្រឹត្តទៅសប្បាយរីករាយមានការចូលរួមច្រើនពីបងប្អូនប្រជាពលរដ្ឋយើងដែលគ្រប់គ្រងតារាកម្ពុជាក៏ដូចជាតារាសិង្ហបុរីទេAutumnគិតថាមានច្រើនទេនៅពេលនោះបាទចាគឺខ្ញុំគិតថាមានច្រើនមែនតើមានច្រើនเนาะចាបានត្រៀមខ្លួនរួចស្រេចហើយដើម្បីជួបនៅក្នុងកម្មវិធីនោះបាទអរគុណតើអាចពិពណ៌នាបានទេខ្លះបានទេពាក់ព័ន្ធទៅនឹងខ្សែជីវិតរបស់ Autumn ដែលប្រឡូកចូលទៅក្នុងវិស័យសិល្បៈក៏ដូចជាការរស់នៅក្នុងប្រទេសកម្ពុជាអាចពិពណ៌នាបានខ្លះទេបាទចាគឺខ្ញុំបានកើតនៅសហរដ្ឋអាមេរិកហើយប៉ាខ្ញុំគាត់ជាខ្មែរហើយម៉ាក់គឺជាអាមេរិកដល់ពេលខ្ញុំอยู่7ឆ្នាំគឺខ្ញុំបានមកនៅស្រុកខ្មែរទៅមកដល់ពេលប្រហែលជា8ឆ្នាំអីបានខ្ញុំចង់ច្រៀងបាទឃើញថារយៈពេលដល់អាយុ8ឆ្នាំបានមានចំណាប់អារម្មណ៍ចង់ចូលច្រៀងមែនទេអត់ទេឃើញថាក្នុងការចូលច្រៀងនេះតើជាការជំរុញរបស់ឪពុកឬក៏អ្នកម្ដាយដើម្បីជំរុញឲ្យបងអូនចូលក្នុងខ្សែសិល្បៈណាចាគឺប៉ាខ្ញុំហើយម៉ែខ្ញុំគឺគាត់អត់ចេះច្រៀងទេគឺអត់ចេះច្រៀងទេចាគឺខ្ញុំចង់ច្រៀងខ្លួនឯងចង់ច្រៀងខ្លួនឯងអញ្ចឹងគឺថារាល់វីដេអូទាំងអស់នៅក្នុងអាល់ប៊ុមក៏ដូចជាក្នុង page របស់ Autumn ណាគឺថាបងប្អូនប្រជាពលរដ្ឋមានការចំណាប់អារម្មណ៍ច្រើនមែនទែនគឺថាបងអូនជួយចិត្តច្រៀងហើយច្រៀងភាគច្រើននោះគឺទោះបីជាបងអូននិយាយរៀងរដើបន្តិចជាភាសាបរទេសក៏ដោយប៉ុន្តែច្រៀងដូចណាច្រៀងចំណុចខ្លះគឺដូចអញ្ចឹងត្រង់ចំណុចនេះតើបងអូនអាចប្រាប់បានទេតើធ្លាប់បានហាត់រៀនទេផ្នែកចម្រៀងហើយនិងផ្នែកសិល្បៈនឹងជាមួយតារាកម្ពុជារបស់យើងក៏ដូចជាលោកគ្រូដែលនៅកម្ពុជារបស់យើងធ្លាប់បានរៀននេះច្រៀងផ្សេងៗណាចាគឺលោកមុនគឺខ្ញុំអត់មានគ្រូអីក៏ប៉ុន្តែឥឡូវខ្ញុំមានគ្រូលោកគ្រូណាអាចជួយបញ្ចេញឈ្មោះគាត់បានទេបាទចាគឺគ្រូ Professor Yu គាត់ជាជនជាតិអីដែរគាត់គឺជាជនជាតិកូរ៉េជនជាតិកូរ៉េអញ្ចឹងតែគាត់បង្រៀនផ្នែកអីដែរAutumnដែលគាត់បរៀនដល់បងអូនស្រីណាផ្នែកច្រៀងអញ្ចឹងបរៀនរាល់ថ្ងៃគឺជាភាសាអង់គ្លេសឬក៏ជាភាសាខ្មែរ
អង់គ្លេស ជាភាសាអង់គ្លេសเนาะ ចា៎ អូខេគាត់ជាជនជាតិកូរ៉េតែគាត់បរៀនជាភាសាអង់គ្លេសទៅវិញ សរសើរដល់ Autumn មែនទែនអរគុណណាស់ហើយពាក់ព័ន្ធទៅនឹងរឿងនេះខ្ញុំក៏ភ្លេចដែរនឹងបានសួរទៅ Autumn ថាតើដល់ឆ្នាំនេះហើយតើ Autumn អាយុប្រហែលហើយ ចាគឺខ្ញុំอยู่13ឆ្នាំ អាយុ13ឆ្នាំទៅហើយប៉ុន្តែឃើញថានៅក្នុងបណ្ដាញសង្គម Facebook គឺមានភាពល្បីល្បាញណាស់នៅតាមប្រព័ន្ធអ៊ីនធឺណិតផ្សេងៗហ្នឹងណាអញ្ចឹងទៅតាមព័ត៌មានមួយចំនួនកាលពីសប្តាហ៍កន្លងទៅណាមានភាពល្បីល្បាញមួយពាក់ព័ន្ធទៅនឹងស្ថានីយទូរទស្សន៍មួយដែលអញ្ជើញប្អូនស្រី Autumn ឡើងទៅក្នុងកម្មវិធីហើយឃើញថាមតិមហាជនមានការរិះគន់ផងមានការសរសើរផងនៅត្រង់ចំណុចនោះតើរឿងនោះដែលបានកើតឡើងតើប្អូនស្រីមានចំណាប់អារម្មណ៍មិនពាក់ព័ន្ធទៅក្នុងរឿងនោះបាទរឿងដែលកើតឡើងកន្លងមកនៅក្នុងស្ថានីយទូរទស្សន៍មួយណា ចាគឺខ្ញុំភ្ញាក់ផ្អើលមែនតើពីព្រោះអីខ្ញុំមិននឹកស្មានថាទស្សនិកជនគឺអាចខឹងដល់ថ្នាក់ហ្នឹងពីព្រោះអីខ្ញុំស្មានថា ជារឿងធម្មតាเนาะ ចាអាចធម្មតា អូអញ្ចឹងបន្ទាប់ពីឃើញថានៅក្នុងស្ថានីយទូរទស្សន៍ក៏បានចេញលិខិតថាសូមទោសដល់ Autumn ដែរដែលការធ្វើនេះគឺជាទង្វើមួយដែលមិនសមរម្យចំពោះប្អូនស្រីអញ្ចឹងនៅក្នុងពេលនោះប្អូនមានការខឹងសម្បាទៅដល់អ្នកដឹកនាំកម្មវិធីទេដែលបង្កើតនៅរឿងបែបនេះណាចំពោះប្អូនស្រីណា ចាគឺខ្ញុំមកខឹងទេពីព្រោះអីខ្ញុំដឹងថាប៉ោះ My TV ហ្នឹងគេចង់ឲ្យអ្នកទស្សនាចឹងគេចង់សើចសប្បាយរីករាយក៏ប៉ុន្តែមិននឹកស្មានថាគេអត់មានចេតនាចង់ធ្វើឲ្យខ្ញុំយំអីអញ្ចឹងទេ បាទអញ្ចឹងនៅក្នុងពេលនោះគឺអត់ថាមិនបានខឹងទេប៉ុន្តែឃើញថាមតិបងប្អូនប្រជាពលរដ្ឋលោកបានរិះគន់ខ្លាំងណាស់ត្រង់ចំណុចនេះហើយយើងថានេះគឺជាការសម្ដែងមួយដែលធ្វើឲ្យមានភាពភ្ញាក់ផ្អើលថា surprise ណាគេថា amazing មែនទេភាពសប្បាយរីករាយមួយដែលធ្វើឲ្យមានការប្លែកប៉ុន្តែការគិតមួយចំនួននោះគឺខុសគ្នាធម្មតាការគិតគឺខុសគ្នាមែនទេអត់ទេអញ្ចឹងនៅក្នុងពេលនោះពេលដែលគេបាននិយាយថានឹងឲ្យ Autumn ណានឹងជួបម្ដាយតើម្ដាយបានបែក Autumn រយៈពេលប្រហែលឆ្នាំហើយម្ដាយរបស់បងអូនចាគឺតាំងពីខ្ញុំកើតតាំងពីកើតមក13ឆ្នាំមកហើយអត់ដែលបានជួបគាត់តែម្ដង ខ្ញុំបានជួបគាត់មកខ្ញុំមកស្រុកខ្មែរបានជួបប្រហែលពេលកាលខ្ញុំอยู่7ឆ្នាំខួបកំណើតខ្ញុំគឺខ្ញុំបានជួបគាត់ដែរ ជួបនៅណាដែរ នៅ ស្រុកនៅស្រុកគឺនៅស្រុកខ្មែរយើងនៅប្រទេសកម្ពុជាឬក៏នៅសហរដ្ឋអាមេរិក នៅអាមេរិក នៅអាមេរិកតែម្ដងអញ្ចឹងតើអ្នកម្ដាយគាត់ដែលបានធ្វើដំណើរមកលេងប្រទេសកម្ពុជាទេអត់ទេ ចាគឺគាត់អត់ដែរមក អត់ដែរមកទេ ចា អញ្ចឹងចុះតើពេលបច្ចុប្បន្ននេះមានតំណែងតំណងទេជាមួយម្ដាយនិងឪពុកតើគាត់ទាំងពីរនាក់នៅមានតំណែងតំណងគ្នាដែរឬយ៉ាងម៉េចបាទ អត់ផង អត់មានទេเนาะ អត់ទេ អញ្ចឹងបានន័យថាគាត់ទាំងពីរនាក់គឺបែកបាក់គ្នាទៅហើយបានបែកគ្នាទៅហើយណាចែកផ្លូវគ្នាដើរទៅហើយចុះចំណែកប្អូនវិញនៅមានតំណែងតំណងតាមរយៈទូរស័ព្ទឬក៏អ៊ីនធឺណិតជាមួយអ្នកម្ដាយទេរាល់ថ្ងៃ ចាគឺអត់ផងពីព្រោះអីម៉ាក់គាត់តែងតែដើរលេខទូរស័ព្ទរហូត អញ្ចឹងណាបានន័យថាគាត់អត់ចង់ជួបប្អូនស្រីទេក្នុងរឿងនេះតើនៅក្នុងចិត្តប្អូនស្រីយ៉ាងម៉េចដែរតើរាល់ថ្ងៃនៅពេលដែលអត់មានម្ដាយហើយសង្ឃឹមថានឹងបានជួបនៅថ្ងៃណាមួយទេជួបម្ដាយណា ចាគឺខ្ញុំសង្ឃឹម ថានឹងបានជួបគាត់ណាហើយពេលខ្លះគឺក្នុងចិត្តនឹកខ្លាំងនឹកម្ដាយខ្លាំង នឹក បាទហើយចំពោះឪពុកវិញតើរាល់ថ្ងៃគាត់បានផ្ដល់ភាពកក់ក្ដៅដល់ប្អូនច្រើនទេបង ចាគឺច្រើនមែនតើ គាត់ផ្ដល់ក្តីស្រឡាញ់និងភាពកក់ក្ដៅដល់ប្អូនច្រើន ចា អញ្ចឹងនៅក្នុងវិស័យសិល្បៈនៅពេលដែលឃើញប្អូនឡើងតាមកញ្ចក់ទូរទស្សន៍ឬក្នុងកម្មវិធីសម្ភាសន៍អ្វីផ្សេងៗនោះតើលោកឪពុកគាត់សប្បាយចិត្តឬក៏គាត់មានការភ័យខ្លាចនិងព្រួយបារម្ភចំពោះប្អូន ចាគឺគាត់សប្បាយចិត្តហើយគាត់ព្រួយបារម្ភខ្លះដែរពីព្រោះអីគាត់ស្រឡាញ់ខ្ញុំ ស្រឡាញ់ណាតើលោកឪពុកមានកូនម្នាក់ដែរមានតែប្អូនម្នាក់ឯងមែនទេ មានប្អូនស្រី2 ប្អូនស្រី2នាក់ទៀតតើប្អូនស្រីទាំងពីរនោះមានវិស័យសិល្បៈដោយប្អូនចូលចិត្តសិល្បៈដោយប្អូនអត់ ប្អូនខ្ញុំតាំងอยู่ 4-5 ឆ្នាំហ្នឹង អញ្ចឹងអត់ទាន់ទេណាប៉ុន្តែមើលទៅគាត់ដូចជាមិនអាចចាប់អារម្មណ៍សិល្បៈដោយប្អូនទេ ចាព្រោះអីប្អូនខ្ញុំគាត់ចូលចិត្តរាំហើយចូលចិត្តច្រៀងដល់ពេលគាត់ឃើញខ្ញុំច្រៀងអញ្ចឹងគាត់តែងតែច្រៀងមួយខ្ញុំ ច្រៀងជាមួយប្អូនស្រីដែរ ចា អាចជម្រាបឈ្មោះបានទេតើឪពុករបស់ប្អូនស្រីឈ្មោះអីដែរហើយគាត់អាយុប្រហែលហើយក្នុងពេលបច្ចុប្បន្នណាបង ចាគឺគាត់ឈ្មោះ Taylor ហើយគាត់ប្រហែលគាត់អាយុ46 ឆ្នាំ 46 ឆ្នាំហើយអញ្ចឹងរាល់ថ្ងៃតើមុខរបររបស់គាត់ការងាររបស់គាត់ធ្វើអ្វីដែរលោកឪពុកណា ចាគឺគាត់ធ្វើការងារច្រើនតែគាត់តែងគាត់
ភាគច្រើនធ្វើការនៅកុំព្យូទ័រ អូគាត់ផ្នែកបច្ចេកវិទ្យាព័ត៌មាន IT អញ្ចឹងណា អត់ទេឲ្យគាត់ដូចខ្ញុំអត់សូវដឹងដែរខ្ញុំឃើញគាត់ធ្វើការកុំព្យូទ័រ មិនជាអីទេហើយចំពោះបញ្ហានេះយើងឃើញថាបងប្អូនប្រជាពលរដ្ឋមានការចាប់អារម្មណ៍ទៅលើបងអូនស្រីនៅក្នុង website របស់បងអូនឬក្នុងគេហទំព័រឬក៏ page របស់បងអូនមានប្រហែល page ដែរជា page ផ្ទាល់របស់បងអូនស្រីណា ចាខ្ញុំមាន page មួយក៏ប៉ុន្តែមាន fan page មាន personal page ហើយមាន like page អូមានច្រើនតែម្ដងហើយនៅក្នុងពេលដែលបងអូនបង្កើត page មួយបងអូនធ្វើសកម្មភាពទៅណាឬក៏មានការជួបសម្ដែងអ្វីផ្សេងៗបងអូនតែងតែ post លើ page ហ្នឹងមែនទេមានការគ្រប់គ្រងច្រើនទេបងអូនចាមាន អូឃើញថាអត់ធំតែងតែទទួលបានការគ្រប់គ្រងពីបងអូនគ្រប់ពីថាបណ្ដា fan ទាំងអស់គ្រប់ទីកន្លែងណាហើយនៅក្នុងយើងត្រឡប់សំណួរមកវិញនៅក្នុងឱកាសថ្មីនេះគឺថានៅថ្ងៃទី24គឺថាមានការជួបជុំជាមួយនឹងតារារបស់យើងថា you can meet be angel to fun meet អញ្ចឹងគឺថានៅក្នុងឱកាសនេះបងអូនស្រីមានអ្វីខ្លះដើម្បីសូនៅពេលហ្នឹងណាជាសមត្ថភាពសិល្បៈបងប្អូនដើម្បីបង្ហាញនៅពេលហ្នឹងមានអីខ្លះដែរ ចាគឺខ្ញុំច្រៀង ណា ចា មានអីផ្សេងទៀតទេ ដូច មានតែច្រៀងមួយមុខតែប៉ុណ្ណោះ ចាច្រៀង ហើយត្រៀមបានបទដែរនៅពេលហ្នឹង មួយបទ ត្រៀមតែមួយបទទេ ចា ហើយចំពោះដំណឹងដែលលើថាតារាមកពីប្រទេសសិង្ហបុរីដែលមាននាងបូបូព្រមទាំងលោកអេវិនអឹងមកដល់ប្រទេសកម្ពុជាយើងនោះតើបងអូនស្រីយល់ថាការអញ្ជើញមករបស់គាត់នេះជាចំណុចដ៏ល្អឬក៏យ៉ាងម៉េចដែរចំពោះទឹកចិត្តរបស់បងអូនផ្ទាល់ណា ចាគឺខ្ញុំគិតថាល្អមែនតើព្រោះខ្ញុំក៏ចង់ជួបគាត់ដែរ មូលហេតុអីទៅ ពីព្រោះខ្ញុំចូលចិត្តមើលគាត់គាត់សម្ដែងនិយាយទៅគ្រប់គ្រងតែម្ដងហើយចំពោះនៅក្នុងប្រទេសកម្ពុជាក្រៅពីតារាធម្មតាយើងបងអូនគឺជាបើនិយាយចំហៅថាកូនកាត់ណាអញ្ចឹងនៅក្នុងដួងចិត្តរបស់បងអូននៅក្នុងប្រទេសកម្ពុជាមានតារារូបណាដែលបងអូនគិតនៅក្នុងក្រអៅបេះដូងថាគឺជាគំរូណាគឺជាគំរូគេថា idol របស់បងអូនណានៅក្នុងចិត្តរបស់បងអូនតើមានទេនៅក្នុងកម្ពុជា គឺនិយាយទៅគឺខ្ញុំចូលចិត្តទាំងអស់ចូលចិត្តមានសរសៃភាពចូលចិត្តអត់ស្គីនគីងារចូលចិត្តទាំងអស់ចូលចិត្តទាំងអស់ប៉ុន្តែ style ណាមួយដែលបងអូនភិកច្រើនបងអូនតែងតែសម័យឃើញថា mode របស់គាត់ឬ style របស់គាត់ដែលបងអូនចង់ធ្វើតាមតែតារាចម្រៀងមួយណាឬក៏សិល្បៈណាមួយបងអូន គឺខ្ញុំចង់ធ្វើ style ខ្លួនឯង style ខ្លួនឯងវិញនេះគឺជាចំណុចដ៏ល្អមួយសម្រាប់វិស័យសិល្បៈឃើញថាទោះបីជាខ្លួនច្រៀងដូចអ្នកណាក៏ដោយឬក៏មានសកម្មភាពសិល្បៈដូចអ្នកណាក៏ដោយប៉ុន្តែគេចង់ឲ្យមាន style ផ្ទាល់ខ្លួនណាបងអូនអញ្ចឹងបងអូន Autumn ក៏មានបំណងចង់ធ្វើ style ផ្ទាល់ខ្លួនដែរចា៎បាទនេះគឺជាចំណុចមួយដ៏ល្អហើយខ្ញុំគ្រប់គ្រងបងអូននៅត្រង់ចំណុចនេះឃើញថាក្រៅពីចម្រៀងសិល្បៈសម័យណាតើបងអូនមានចាប់អារម្មណ៍ទេទៅលើសិល្បៈបុរាណខ្មែររបស់យើងណាបងអូនមានបានចាប់អារម្មណ៍ទេបងអូនចាចាប់អារម្មណ៍បងអូនចូលចិត្តអត់ទៅលើអ្វីខ្លះយើងឃើញមានណាមានល្ខោនបាសាមានរបាំយីគេមានការរៀបចំនៅរបាំត្រុដិណាការសម្ដែងវិស័យសិល្បៈបុរាណណាយើងមានច្រើនតើបងអូនមានចាប់អារម្មណ៍ត្រង់ចំណុចនេះហើយគិតថានឹងរៀនអត់ចាគឺខ្ញុំចេះច្រៀងបទបុរាណដែរក៏ប៉ុន្តែខ្ញុំពងតែហាត់ណោះអាចចេះមកបន្តិចទេបងអូនចេះបន្តិចអាចបង្ហើបបន្តិចឲ្យទស្សនិកជនលោកបានឃើញបង្ហើបបន្តិចបានទេតែបន្តិចទេណោះចាតោះខ្ញុំរាប់ជូន1 2 3ឆ្នាំអូន16ឆ្នាំអូន16គ្មានព្រួយឡើយណាហ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 ាជីវិតដោយការចៅក្លិនក្រអូបផ្សាយឡា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 អូហូបាទសុំផ្ទះដៃជូនគឺថាសំបីតែសំឡេងបងអូនស្រីនៅពេលដែលច្រៀងក៏សម្លេងបែបជាខ្មែរយ៉ាងដែរអត់មានបើថាតលន់បែបជាបរទេសទេណោះអូសូមសរសើរមែនតើហើយចំពោះដែលប្អូនរស់នៅក្នុងប្រទេសកម្ពុជារយៈពេល13ឆ្នាំមកហើយចា៎ចំពោះភាសារយៈពេលប្រហែលហើយ7ឆ្នាំតែប៉ុណ្ណោះតើដំបូងឡើយដែលប្អូនមកប្រទេសកម្ពុជាប្អូនចេះនិយាយភាសាខ្មែរអត់តទេមែនទេនៅទេអញ្ចឹងដែលលោកឪពុកគាត់បង្រៀនជាហូហែមកទើបឲ្យប្អូនចេះជាភាសាខ្មែរណាប្អូនណាអរគុណណាស់ដែលប្អូនបានយកចិត្តទុកដាក់ទៅលើវិស័យសិល្បៈបុរាណផងនិងសម័យផងចំពោះប្រទេសកម្ពុជារបស់យើងទោះបីជាប្អូនមានដើមកំណើតនៅសហរដ្ឋអាមេរិកក៏ដោយហើយប្អូនមករស់នៅក្នុងទឹកដីកម្ពុជាគឺប្អូនបានកសាងនៅកិត្តិយស
មួយចំនួនជូនដល់អ្នកម្ដាយនិងលោកឪពុកបាទឃើញថាគាត់មានភាពសប្បាយរីករាយណាស់ដែលបងអូនស្រី Autumn មកដល់ប្រទេសកម្ពុជាហើយបានចាប់យកវិស័យសិល្បៈដើម្បីធ្វើឲ្យមុខមាត់គ្រួសារក៏ដូចជាប្រទេសជាតិរបស់យើងមានការរីកចម្រើននៅផ្នែកវិស័យសិល្បៈណាបងអូនណាហើយនៅក្នុងនោះបងក៏ចង់សួរដែរគឺថានៅត្រង់ចំណុចដែលបងអូនមានការហាត់រៀនផងរាល់ថ្ងៃតើពេលបច្ចុប្បន្នបងអូនរៀនថ្នាក់ទីប៉ុន្មានហើយមានរៀនទេបាទនៅសាលារដ្ឋណាគឺចាគឺខ្ញុំរៀនថ្នាក់ទីប៉ុន្មានហើយរៀនថ្នាក់ទី5ថ្នាក់ទី5ហើយចាអូហូហើយភាសាអង់គ្លេសមានរៀនទេនៅស្រុកខ្មែរយើងមានរៀនអត់រៀនដែរเนาะហើយទៅថ្ងៃអនាគតក្នុងចិត្តរបស់ Autumn ណាថ្ងៃអនាគតតើបងអូនចង់ធ្វើជាអ្វីជាលក្ខណៈមុខរបរអាជីពឬក៏ទៅថ្ងៃអនាគតតើបងអូនចង់ធ្វើអ្វីដែរណាបងអូនចាគឺចង់ខ្លាចជាតារាចម្រៀងតែម្ដងមិនមែនចង់ធ្វើជាពេទ្យឬចង់ធ្វើជាគ្រូបង្រៀនបែបវិជ្ជាជីវៈឯនោះអត់ទេណាឬមេធាវីអត់តែម្ដងគឺធ្វើមិនក៏ដោយបដោតគោលដៅជាតារាចម្រៀងអញ្ចឹងគោលដៅគឺហាត់បែបចម្រៀងនិងគ្រឿងភ្លេងគ្រឿងអីអញ្ចឹងទៅណោះនៅផ្ទះមានទិញសម្ភារៈភ្លេងឬក៏គ្រឿងសម្ភារៈភ្លេងសម្រាប់លេងផ្ទាល់ទេនៅផ្ទះហ៎ចាគឺខ្ញុំមាន piano មួយមាន piano ចូលចិត្តលេង piano ចាអញ្ចឹងលោកឪពុកគាត់មានសម្ភារៈភ្លេងសម្រាប់បងអូនផងគឺឲ្យបងអូនហាត់រៀនផ្ទាល់ខ្លួនឯងចូលនៅពេលទំនេរមួយចំនួនតើលោកឪពុករបស់បងអូនណាដែលឆ្លៀតឱកាសដើម្បីនាំបងអូនទៅដើរលេងកម្សាន្តនៅតំបន់ណាផ្សេងទេបងអូនចាគឺគាត់តែនៅតែស្រុកខ្មែរអត់ដែរចេញទៅប្រទេសក្រៅវិញតែគាត់នាំដើរលេងណោះចាអូគឺមិនថានាំបងអូនទៅដើរលេងកម្សាន្តដើម្បីឲ្យថាកាត់ stress មួយចំនួនណាបងអូនណាបាទម្យ៉ាងដែរនេះគឺជាការយកចិត្តទុកដាក់របស់លោកឪពុកដែលមានការគិតគូរទៅដល់បងអូនស្រី Autumn ឃើញថានៅពេលថ្មីនេះស្ថានីយទូរទស្សន៍មួយចំនួនដែលអញ្ជើញបងអូនឡើងកម្មវិធីទូរទស្សន៍ណាភាគច្រើនគាត់បានថាស្នើសុំឲ្យបងអូនសម្ដែងយ៉ាងម៉េចឬក៏គាត់តែច្រៀងធម្មតាទេចាគឺច្រៀងធម្មតាអញ្ចឹងបើសិនគេសុំអនុញ្ញាតឲ្យបងអូនសម្ដែងអីតិចតួចបងអូនចេះទេចេះជាលក្ខណៈធម្មជាតិឬក៏បានហាត់រៀនគឺខ្ញុំមិនដែរបានទៅរៀនទេណាគឺខ្ញុំចូលចិត្តសម្ដែងចូលចិត្តសម្ដែងឥឡូវបងអូនអាចផ្ដល់ឲ្យទស្សនិកជនឃើញតិចទេត្រង់សម្ដែងយ៉ាងម៉េចដែលជាលក្ខណៈកាចឬ slow ទេអាចធ្វើបានទេបងអូនខ្ញុំចូលចិត្តទាំងអស់បាទអញ្ចឹងអាចបន្ថែមតិចបានទេបងអូនណោះតោះខ្ញុំរាប់ជូនសម្ដែងមិនក៏បានដែល Autumn គិតថាអាចធ្វើទៅបានព្រោះទស្សនិកជនចង់ឃើញណាបងអូនស្រីមួយរូបដែលជាកូនកាត់ណាកូនកាត់អាមេរិកណាជាមួយនឹងប្រទេសកម្ពុជាថាតើបងអូនមានសមត្ថភាពសិល្បៈអីខ្លះបានជាបងអូនមានភាពល្បីណាតោះអញ្ចឹងសម្ដែងពូសម្ដែងមួយខ្ញុំអញ្ចឹងសម្ដែងមិនទៅអត់ដឹងបាទពូសម្ដែងមិនបានទេចាំខ្ញុំតែដែរអញ្ចឹងណាតោះលើសម្ដែងគេនឹងទៅផ្សារបានទេទស្សនិកជនសុំទោសព្រោះខ្ញុំមិនមែនជាតារាសម្ដែងទេណាម៉ាក់វាថ្ងៃនេះខ្ញុំក៏ទៅផ្សារដូចជាអត់មានលុយមួយរៀលទេនេះម៉ាក់វាឯងជួយផ្ដល់លុយឲ្យខ្ញុំបានទៅផ្សារតិចបានទេខ្ញុំអត់ចេះធ្វើសម្លេងផងហ្នឹងអត់ចេះធ្វើសម្លេងទេណាអត់ទេចិត្តបាទទស្សនិកជនជាទីគោរពដោយសារតែក្នុងនេះគឺថាបងអូនស្រីនៅមានកម្រិតមួយគេថាគាត់នៅតែជាក្មេងខ្ចីនៅឡើយការសម្ដែងឯនោះគឺមិនទាន់បានគ្រប់ជ្រុងជ្រោយនៅឡើយទេគាត់អាចពូកែខាងផ្នែកចម្រៀងមែនទេបងអូនស្រីចា៎បាទពូកែផ្នែកចម្រៀងអញ្ចឹងអាចចេះច្រៀងភាសាបរទេសទេអូថឹមចា៎គឺខ្ញុំចេះច្រៀង5ភាសាអូអញ្ចឹងអាចបញ្ចេញមួយភាសាម្ដងបានទេតាបង្ហាញទស្សនិកជនបន្តិចបានហើយណាបន្តិចបានណាតោះឥឡូវទី1ភាសាអីបាទបទចម្រៀងអីគេបាទចាទី1គឺខ្មែរខ្ញុំច្រៀងហើយបាទហើយអង់គ្លេសតោះ1 2 3 Unconditionally I will love you unconditionally អូហូបាទពិតជាពីរោះមែនហើយសូមសរសើរដល់បងអូនស្រី Autumn ឥឡូវនេះមានបទអ្វីផ្សេងទៀតបាទភាសាអីជួយប្រាប់ផងណាព្រោះស្ដាប់អត់សូវបានអស់ទេបាទចាគឺភាសាបារាំងបារាំងតោះបាទចាប់ផ្ដើម1 2 3 Je ne veux pas travailler Je ne veux pas déjeuner Je veux seulement oublier Et puis je fume នឹងមានន័យថាម៉េចទេពួកខ្ញុំអត់ចេះបារាំងផងមានន័យថាម៉េចដែរបទនេះបាទគឺបាទនោះមានន័យថាស
ใจเนี่ยนั่นคือก็เอาจังเธอไอ้แต่งคือก็จัง จังแต่ละเปีย ใจ อ๋อหอบาดจีสเตรนเด็กเชลไหมเนี่ยแต่เอาทำเหมือนเชลเต้บาดเอาคนนั้นมีบัตรจำเรียงไอ้พิซซ่าไอ้มุ้ยที่ได้ส่งแต่มุ้ยที่ได้บาด บอดอิตาลี อิตาลีโอเคมาต่อสมชวนจับดามุ้ย เอาไป อ๋อมุ้ยปีใบ La chiang bianca la dura sorte e che sospiri la libertà បាទអរគុណណាស់ដល់បងស្រីអត់ធំបាទខ្ញុំសូមផ្ទះដៃសរសើរគឺថាភាសាខ្មែរភាសាបារាំងភាសាអង់គ្លេសភាសាអ៊ីតាលីអីដូចខ្ញុំលើដំណឹងថាអត់ធំនោះចេះភាសាចិនមួយទៀតមែនទេអាចច្រៀងបានទេច្រៀងបានអត់ធំ បាន អូហូចឹងសូមកុំឲ្យខាតពេលតោះមក1 2 3暧昧越年少竟委屈，找不到相爱的全集，何时该卷起，何时该放弃，连拥抱都没有勇气。 អូហូបាទរាប់មើលបាទបើនិយាយពីភាសាតាំងពីខ្មែរភាសាខ្មែរភាសាអង់គ្លេសភាសាបារាំងភាសាអ៊ីតាលីនិងភាសាចិននឹងគាត់តែច្រៀងបានណាចុះការនិយាយតើបងអូននិយាយបានភាសាដែរ បានពីរ ពីរ ខ្មែរហើយអង់គ្លេស ខ្មែរនិងអង់គ្លេសអូបាទន័យថាភាសាចម្រៀងការច្រៀងយើងច្រៀងបានច្រើនភាសាណោះប៉ុន្តែការនិយាយវិញគឺបានពីរភាសា ចា៎ អរគុណណាស់អរថាដែលបងអូនបានផ្ដល់ពេលវេលាដ៏មានតម្លៃចូលរួមក្នុងកម្មវិធីហើយការស៊ូនិងការអត្ថាធិប្បាយមួយចំនួនអាចជាលើសលួសខ្វះខាតបន្តិចបន្តួចទៅហើយណាសូមទោសទៅដល់អរថាផងដែរប៉ុន្តែនៅក្នុងពេលនេះគឺយើងសូមផ្ដល់ជូនទៅដល់ទស្សនិកជនពាក់ព័ន្ធទៅនឹងសប្បុរសជនដែលបានចូលរួមនៅក្នុងកម្មវិធីទឹកប្រាក់ចំនួន$10គឺបងស្រីអឹងយូសៀងបាទជាអ្នកលក់ទូរទស្សន៍នៅផ្សារអូរស័យបានចូលរួមក្នុងកម្មវិធីសប្បុរសជនដែលនឹងការដឹកនាំដោយក្រុមហ៊ុនស្ថានីយ៍ទូរទស្សន៍ PPCTV នាំថវិកានេះទៅចែកជូនដល់ស្ត្រីដែលជួបការរងគ្រោះនៅវិបត្តិដែលត្រូវបានគេរំលោភនៅឯអង្គការ AFISIP កម្ពុជានៅខេត្តកំពង់ចាមថ្ងៃទី25នឹងមានការនាំយកនៅអំណោយមួយចំនួនក៏ដូចជាថវិកាទៅចែកជូនដល់ស្ត្រីរងគ្រោះទាំងនោះហើយលោកស្រីក៏បានផ្ដល់ជូននៅថវិកាចំនួន$10ផងដែរអរគុណដល់បងស្រីជូនពរឲ្យបងសុខភាពល្អទាំងអស់គ្នាបាទឥឡូវត្រឡប់មកដល់បងស្រីអត់ធំវិញម្ដងគឺថាបទសម្ភាសជាមួយបងគឺថាជាច្រើនសំណួរមកហើយដែរអញ្ចឹងជាចុងក្រោយតើបងស្រីមានអ្វីដែលជាចំណាប់អារម្មណ៍របស់បងទៅកាន់ទស្សនិកជនណាបងបាទ ចាគឺខ្ញុំសូមអរគុណដល់ទស្សនិកជនទាំងអស់ដែលតែគ្រប់គ្រងខ្ញុំហើយនឹងប៉ CTV8 ហើយខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាមានសុខភាពល្អទាំងអស់គ្នា បាទតែប៉ុណ្្នឹងចា បាទហើយចូលចំពោះការដែលយល់ច្រឡំក៏ដូចជាការ comment មួយចំនួនលើបណ្ដាញ Facebook ពាក់ព័ន្ធទៅនឹងការរៀបចំនៅកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍មុនហ្នឹងតើបងអូនមានអ្វីដើម្បីជាការសំណូមពរទៅដល់ទស្សនិកជនទេបាទមានទេអូនចាគឺ สนมปรการคอมเมนต์របស់ពួកគាត់ណារកការដែលរៀបចំកម្មវិធីកន្លងទៅដែលធ្វើឲ្យមានការរំជើបរំជួលដែលធ្វើឲ្យបងអូនយំការពីសប្តាហ៍កន្លងទៅតើបងអូនមានអ្វីខមមិនក៏ដូចជាការស្នើសុំដល់ទស្សនិកជនទេបងអូនចាគឺ My TV គឺអត់មានចេតនាចង់ធ្វើអញ្ចឹងឯងគេចង់ឲ្យទស្សនិកជនហ្នឹងសប្បាយចិត្តឬក៏ប៉ុន្តែមិននឹកស្មានថាអញ្ចឹងសោះហើយสนมปรចុងក្រោយเนาะបាទสนมពរគឺថាសូមកុំឲ្យមានការតិចទៀនខ្លាំងអីពាក់ព័ន្ធទៅនឹងរឿងហ្នឹងសូមឲ្យបញ្ចប់ត្រឹមនឹងទៅចោះណាបងណាអរគុណណាស់ដល់អត់ធំដែលបានផ្ដល់ពេលវេលាដ៏មានតម្លៃសម្រាប់យើងខ្ញុំទាំងអស់គ្នាក៏ដូចជាបាទតើបងអូនមានអ្វីដើម្បីអរគុណដល់ទស្សនិកជនដែលគេហៅថាสนมពរទៅដល់ការសម្ដែងរបស់បងអូនថ្ងៃទី24ណាមានទេសូមជួយគាត់ទៅចូលរួមការសម្ដែងរបស់បងអូនឬក៏យ៉ាងម៉េចដែរនៅក្នុងថ្ងៃនោះអូនចាគឺខ្ញុំសូមឲ្យអ្នកទស្សនិកជនទាំងអស់គ្នាសូមមកនៅថ្ងៃទី24ម៉ោង 5 ល្ងាចសូមមកមើលខ្ញុំច្រៀងផងណាបាទអរគុណណាស់គឺនៅថ្ងៃទី24នៅឯសន្តាគារសុខាណាចាប់ពីម៉ោង 6 កន្លះទៅគឺចាប់ពីម៉ោង 5 ទៅតែម្ដងលោកអ្នកអាចមកទទួលសម្បត្តិដែលឥតគិតថ្លៃហើយឥតគិតថ្លៃតែមានកំណត់
នៅស្ថានីយទូរទស្សន៍ PPCTV នៅជិត Stoppage គឺនៅហាងតែគុជ High Tea ទទួលចាប់ពីថ្ងៃទី16មករហូតដល់ថ្ងៃទី21អញ្ចឹងសម្បត្តិនោះគឺជួនដល់ឥតគិតថ្លៃទេសូមចូលរួមទាំងអស់គ្នានៅថ្ងៃនោះគឺមានព្រឹត្តិការណ៍ដ៏មហាសប្បាយរីករាយដែលមានអ្នកនាងបូបូមកពីប្រទេសសិង្ហបុរីក៏ដូចជាលោក Evan Eng មកពីប្រទេសសិង្ហបុរីដូចគ្នានឹងចូលរួមសម្ដែងជាមួយនឹងតារាកម្ពុជារបស់យើងដែលមានបងស្រី Autumn ដែរមានវត្តមាននៅថ្ងៃនោះនិងមានវីរៈសិល្បកររបស់យើងមួយចំនួនទៀតក៏មានការចូលរួមនៅថ្ងៃនោះដើម្បីបង្កភាពសប្បាយរីករាយផងដែរជាចុងក្រោយបងសូមអរគុណដល់បងស្រី Autumn Allen ដែលបានចូលរួមនៅក្នុងកម្មវិធីរបស់យើងដើម្បីផ្ដល់នូវកិច្ចសម្ភារដើម្បីជាការមួយកុំឲ្យបងប្អូនយើងឆ្ងល់ទៀតណាតែហេតុអីបានជាមានរឿងនៅថ្ងៃនោះអញ្ចឹងគឺកំហុសនោះដោយអចេតនាទេអរគុណណាស់ដល់បងស្រីដែលបានផ្ដល់ពេលវេលាដ៏មានតម្លៃហើយសូមជូនពរឲ្យបងប្អូនជួបប្រទះតែសេចក្តីសុខនិងសំណាងល្អហើយអ្វីដែលបងប្អូនបងប្រាថ្នានោះសូមឲ្យបានសម្រេចគ្រប់យ៉ាងបាទអរគុណអរលោកស្រីកញ្ញាឃើញថាលោកអ្នកបានតាមដានកម្មវិធីរបស់យើងតាំងពីដើមរហូតដល់ពេលនេះខ្ញុំបាទនឹងម៉ាឡែនក៏សូមខន្តីអភ័យទោសរកការអត្ថាធិប្បាយរបស់ខ្ញុំបាទប្រសិនបើមានការខុសឆ្គងឬក៏លើសលួសត្រង់ចំណុចណាមួយនោះហើយយើងខ្ញុំក៏សូមជូនពរឲ្យលោកអ្នកជួបប្រទះតែសេចក្តីសុខនិងសំណាងល្អរកការធ្វើចរាចរណ៍សូមកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍សុខសុវត្ថិភាពទាំងការធ្វើដំណើរទៅនិងត្រឡប់មកវិញសម្រាប់ពេលនេះខ្ញុំបាទអិនឈៀននិងបងស្រី Autumn សូមអរគុណសូមគោរពលាបាទ